ញាតសូមលំអរកាយគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបានមកចែករំលែកជូនពុកម៉ែបងប្អូនអំពីដើមរំនិងដើមស្លឹកតើយបងប្អូនណាយកពីមុខនឹងលេចូលគ្នាយកមកធ្វើថ្នាំព្យាបាលជំងឺទី1រលាកសួតទី2ដំបៅក្រពះទី3ទឹកនោមផ្អែមទី4លើសជាតិស្ករទី5ជួយបន្សាបជាតិពុលនៅក្នុងខ្លួនទី6ជួយបន្ទន់លាមកឲ្យស្រួលបត់ជើងធំទីធ្វើឱសថម្ដងទុកបេះស្លឹកម្រុំចំនួនកន្លះខាំស្រស់បន្ទាប់មកយកស្លឹកតើយចំនួន2សន្លឹកស្រស់ដូចគ្នាបងប្អូនបន្ទាប់មកទៀតយកពីមុខនឹងទៅលាងសម្អាតទឹកឲ្យបានស្អាតដាក់កញ្ច្រែងឲ្យស្ងួតយកពីមុខនឹងទៅបុកលាយចូលគ្នាឲ្យម៉ត់ទឹកកន្លះកែវដៃលាយពូតត្រង់យកកាកចេញរួចយកមកទទួលទានមួយដងឲ្យអស់ណាបងប្អូនឲ្យអស់ទឹកថ្នាំនឹងមួយថ្ងៃទទួលទានតែ2ដងទេព្រឹកមួយដងល្ងាចមួយដងព្យាយាមទទួលទានចាប់ពី5ទៅ7ថ្ងៃអាការៈជំងឺរបស់ពុកម៉ែបងប្អូនដោយខ្ញុំរៀបរាប់នឹងបានជាធូរស្បើយជាពំខានមនឹកស្មានថារុក្ខជាតិផ្សំចូលគ្នាពីមុខពូកែស័ក្តិសិទ្ធិដល់ម្លឹងសោះបងប្អូន